นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមលើកហត្ថប្រណម្យបង្គំគោរពរំលឹកនឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពសូមក្រាបនមស្ការថ្វាយបង្គំចំពោះសម្ដេចព្រះកមហាសង្ឃរាជាធិបតីទាំងពីរគណៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសម្មេធាធិបតីព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំព្រះមនីកោសលព្រះមេគុណរាជធានីភ្នំពេញព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ក្រាបថ្វាយបង្គំថេរានុថរៈនវភិក្ខុសាមណេរគ្រប់ព្រះអង្គក្នុងដែនដីនៃព្រះពុទ្ធសាសនាចម្រើនពរសម្ដេចទ្រង់ឯកឧត្តមអ្នកអញ្ញាលោកជំទាវលោកស្រីមន្ត្រីរាជការពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានតាមរយៈការផ្សព្វផ្សាយនៃសម្លេងវិទ្យុប៉ុស្តិ៍បាយ័នក្នុងឱកាសទិវាបុណ្យចូលឆ្នាំថ្មីប្រពៃនៃជាតិយើងនេះទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពសូមព្រះរាជានុញ្ញាតអនុញ្ញាតដើម្បីលើកយកនៅព្រះធម៌ទេសនាមកសម្ដែងជាការចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុងតែប្រព្រឹត្តទៅ នៅក្នុងឆ្នាំនេះគឺចូលឆ្នាំរកានុបស័កពុទ្ធសករាជ 2561 គ្រិស្តសករាជ 2017 មហាសករាជ 1939 ចលសករាជ 1379 សង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃសុក្រ3 រោចខែចែកត្រូវនឹងថ្ងៃទី 14 ខែមេសា គ្រិស្តសករាជ 2017 ពេលវេលាម៉ោង 3:12 នាទីពេលនោះឯងមានទេវធីតាគឺបុត្រីទី 6 នៃកបិលមហាព្រហ្មនាមថាកិមរាទេវីដែលមកពីឋានចាតុមហារាជការទ្រង់អំពរពណ៌សដែលហៅថាសេតៈលំអទៅដោយផ្កាចង្កលន័យនិងគ្រឿងអភរណៈកែវបោះស្រាគំភក្សាហាគឺទ្រង់សោយចេកណាំវ៉ាហើយប្រហោះស្ដាំកាន់ប្រខ័ណ្ឌប្រហោះឆ្វេងទ្រង់កាន់ពិនទ្រង់គង់នៅលើសត្វក្របីហើយបិទបណេតគង់នៅលើខ្នងក្របីនាំបរិវារអស់ទាំង100,000 កោដចក្រវាលមកគោរពបូជាទីតាំងដែលតម្កល់ប្រកេសធាតុរបស់កបិលមហាព្រហ្មទាំងហែជុំវិញភ្នំព្រះសមេរុរាជចប់សពគ្រប់ហើយក៏យកមកតម្កល់ទុកហើយក៏នាំគ្នាសមាទានសិលប្រព្រឹត្តល្អនេះហៅថាទិវាចូលឆ្នាំនៃប្រពៃណីជាតិខ្មែរដែលតែងគោរពរៀបចំបូជាទេវតាឆ្នាំថ្មីទទួលអំណរពរជ័យនៅក្នុងឆ្នាំថ្មីនៅក្នុងឆ្នាំថ្មីនេះទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពនឹងសូមអរតនានៅព្រះធម៌មកថ្លាថ្លែងសម្ដែងចែកជូនជាទីសន្តាប់កាលដើមឡើយយើងធ្លាប់បានដឹងឮថាចូលឆ្នាំគឺប្រទេសណាក៏ដោយតែងតែមានការចូលឆ្នាំទាំងអស់គ្រាន់តែវាប្លែកគ្នាសកម្មភាពត្រូវធ្វើនឹងកាលបរិច្ឆេទតែប៉ុណ្ណោះប៉ុន្តែដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងនេះមានការចូលឆ្នាំច្រើនចូលឆ្នាំគ្រិស្តសករាជเนาะក៏យើងចូលសប្បាយគេដែរទៅចូលឆ្នាំសកល ព
ហើយចូលឆ្នាំច័ន្ទក៏នាំគ្នាចូលម្សាទៀតទៅហើយដល់ចូលឆ្នាំខ្មែរក៏នាំគ្នាចូលម្សាទៀតទៅហើយដល់ពុទ្ធសករាជចូលឆ្នាំតាមបែបពុទ្ធសាសនាឲ្យចំនៅក្នុងមកកើតខែពិសាឯនោះមួយរួចខែពិសាឯនោះចូលឆ្នាំពុទ្ធសករាជនោះមកបែបទៀតទៅដូច្នេះយ៉ាងហោចណាស់ក៏មានចូលឆ្នាំ4ដងដែរក្នុងប្រទេសយើងដោយឡែកចូលឆ្នាំខ្មែរយើងកាលបរិច្ឆេទពីដើមថាចូលនៅក្នុងខែមិញទេឥឡូវយកដូរមកចូលក្នុងខែចែកពីដើមខែមិគសេខែមិញតូចហ្នឹងឥឡូវដូរមកខែចែកជាខែហើយស្រូវអង្គជាខែប្រជាជនមានការទំនេរមេឃុំមិនភ្លៀងហើយក៏បង្ហាញពីការហើយនៅភោគផលហើយជួបជុំគ្នាសប្បាយយើងឃើញមានទិដ្ឋភាពសប្បាយអស្ចារ្យខ្លាំងនៅក្នុងពេលបុណ្យចូលឆ្នាំសប្បាយខ្លាំងមែនទែនគឺចំពោះយុវជនយុវតីគឺសប្បាយណាស់សប្បាយរហូតដល់មានពាក្យបុរាណថាសប្បាយคล้ายជាទុក្ខការសប្បាយដោយដើរលេងសប្បាយដោយលបែងសប្បាយដោយការជួបជុំសប្បាយដោយការធ្វើដំណើរសប្បាយសពបែបយ៉ាងប៉ុន្តែសប្បាយទាំងនោះសប្បាយខ្លះបែរទៅជាការជួបទុក្ខទៅវិញសប្បាយខ្លះក៏អត់មានឃើញបានប្រយោជន៍អីមកដល់ខ្លួនមកដល់ក្រុមគ្រួសារក៏មានមិនត្រឹមតែមិនបានប្រយោជន៍ដល់ខ្លួនដល់ក្រុមគ្រួសារដល់ជាតិបែរទៅជាបង្កទុក្ខលំបាកដល់ខ្លួនលំបាកដល់គ្រួសារលំបាកដល់ជាតិវិញក៏មានអាស្រ័យហេតុនេះហើយដើម្បីទប់ស្កាត់និងជួយពង្រឹងការសប្បាយនោះឲ្យនៅតែសប្បាយរឹតតែសប្បាយហើយថែមទាំងមានប្រយោជន៍ដល់ខ្លួនផងដល់ក្រុមគ្រួសារផងដល់សង្គមជាតិផងនោះទើបតម្រូវឲ្យមានយកព្រះធម៌នឹងជាគ្រឿងការពារជាគ្រឿងជួយរារាំងឧបសគ្គជាគ្រឿងទ្រទ្រង់ជីវិតការពារជីវិតកុំឲ្យជួបទុក្ខអញ្ចឹងយើងយកព្រះធម៌ហ្នឹងទៅជួយការពារជីវិតតើព្រះធម៌ជួយការពារជីវិតការពារសេចក្តីសុខរបស់យើងនឹងបានដោយវិធីណាខ្លះហើយជីវិតបែបណាបានព្រះធម៌ការពារជីវិតដែលត្រូវព្រះធម៌ការពារនោះលោកហៅថាជីវិតដែលអ្នកណាគោរពបប្រតិបត្តិធម៌ធម្មោហវេរគតិធម្មចារីអ្នកណាប្រតិបត្តិថែរក្សាធម៌រមែងថែរក្សាការពារនឹងលោកវិញបីដូចយើងយកថ្នាំមកជាគ្រឿងការពារជីវិតតើយើងលេបថ្នាំនោះយកមកប្រើប្រាស់តើយកមកលេបបានវាការពារបានឬក៏យកមកចាក់យកមកប្រើតាមបែបហ្នឹងទៅហើយបើសិនជាយើងមិនបានយកមកលេបទេមិនដឹងការពារយ៉ាងម៉េចធម៌ហ្នឹងក៏អញ្ចឹងដែរតើយកមកគោរពបប្រតិបត្តិទើបអាចការពារបានដើម្បីងាយស្រួលក្នុងការបប្រតិបត្តិតើយកធម៌មកឬក៏ធ្វើខ្លួនតាមបែបណាដើម្បីឲ្យបានសុខបានជោគជ័យទប់ទល់ទៅនឹងគ្រោះថ្នាក់ហានិភ័យដែលកើតឡើងពីពិធីបុណ្យទានឬក៏ការសប្បាយរបស់យើងនោះសូមចែកជាផ្នែកបុណ្យចូលឆ្នាំបើយើងនិយាយតាមបែបសាសនាសុទ្ធអានឹងក៏តាមសាសនាប៉ុន្តែឥឡូវយើងផ្សារភ្ជាប់ជាមួយនឹងសង្គមខ្មែរយើងបុណ្យចូលឆ្នាំតាមបែបសាសនាសុទ្ធគឺការជួបជុំគ្នាកម្មវិធីទី1ទទួលទេវតានឹងតាមជំនឿកម្មវិធីទី2គឺយើងទៅវត្តវាមានការពូនភ្នំខ្សាច់មានការស្រង់ព្រះមានការបាំងស្គរឧទ្ទិសកុសលជូនដល់មេត្តាបិតាជាដើមកម្មវិធីទី3គឺការជួបជុំបងប្អូនក្រុមគ្រួសារនិងការលេងល្បែងជាប្រៃអីជាដើមធំយើងឃើញ3ចំណុចនេះតាមបែបសាសនាសុទ្ធហើយទៅវត្តនឹងមានសមាទានសិលមានចម្រើនព្រះបរិត្តហើយនៅស្រុកភូមិខ្លះក៏និមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តដល់ផ្ទះក៏មានឥឡូវយើងធ្វើទៅតាមបែបកតាភូមិសាស្ត្រនិងប្រពៃណីរបស់ជាតិខ្មែរយើងផងគឺថាចែកជាផ្នែកដែរ
ទី1ដើរតួនាទីជាកូនល្អបើដើរតួនាទីជាកូនល្អកូននៅចិត្តនៅឆ្ងាយយ៉ាងណាក៏ដោយគេថាកតញ្ញូមាន3និច្ចកតញ្ញូសំដៅលើអ្នកដែលនៅចិញ្ចឹមបីបាច់ថែរក្សាមេត្តាបិតាជានិច្ចកាលកតញ្ញូសំដៅកូនចៅណានៅឆ្ងាយបកាសនៈកតញ្ញូសំដៅទៅលើធ្វើបុណ្យធំចម្រើនបជនបកោបកាឲ្យទេវតាដឹងឮឥឡូវចូលឆ្នាំនេះចាត់ទុកជាកាលកតញ្ញូមួយដែលបងប្អូនញោមញាតិចិត្តឆ្ងាយនាំគ្នាមកដើម្បីជួបជុំឪពុកម្ដាយធ្វើបុណ្យម្ដងម្កាលបុរាណបានពោលថាហេមន្តវសន្តរដូវហើយคล้ายមកសពថ្ងៃហៅថាខែមន្តសន្នដូវខែមន្តសន្នដូវហេមន្តវសន្តៈនិងកឹមហរដូវ3ក្នុងសាសនាក្នុងប្រទេសកម្ពុជាយើងហៅកាត់ដោយខ្លីថារដូវ2គឺរដូវក្តៅនិងរដូវត្រជាក់ឬហៅថារដូវប្រាំងនិងរដូវវស្សាហើយបើហៅតាមកម្មវិធីបុណ្យគឺខែចូលឆ្នាំនិងខែភ្ជុំបិណ្ឌរដូវវស្សាខែភ្ជុំបិណ្ឌរដូវរាំងនិងខែចូលឆ្នាំមេត្តាបិតារមែងនឹកកូនខ្លាំងរដូវ2នឹងឯងជាពិសេសឃើញកូនទៀនមកជួបជុំហោហែបាត់កូនខ្លួនឯងគាត់មានការនឹករលឹកខ្លាំងណាស់ឲ្យទៅលឺសំឡេងឡានសំឡេងម៉ូតូគាត់តែងឲ្យឈ្ងោករមើលកូនហើយបើដូច្នេះកូននៅឆ្ងាយគាត់បីធ្វើដំណើរមកជួបម្ដាយឪពុកក្នុងពេលវេលាចូលឆ្នាំនេះពេលមកដល់ហើយនាំគ្នាជូនបាយជូនទឹកជូននំជូនចំណីសពុតសាវអាវស្បៃបច្ច័យលុយកាក់របស់របរផ្សេងថ្វាយបង្គំសុំខមាទោសគាត់ហើយនឹងជូនរបស់ដល់គាត់នឹងឲ្យពរឲ្យជ័យយើងបានសុខបានសប្បាយបានចម្រើនយើងត្រឡប់ទៅវិញទៅរកទទួលទានកាន់កិច្ចការងារអ្វីក៏ជោគជ័យក៏ចម្រើនព្រោះយើងបានទទួលពរជ័យពីព្រះដើរតួនាទីជាកូនល្អកាត់រត់មករកឪពុកម្ដាយក្នុងឱកាសពេលវេលាចូលឆ្នាំថ្មីនេះក្នុងនិទានកបិលមហាព្រំបានលើកឡើងថានៅពេលដែលកបិលមហាព្រំកាត់ក្បាលហើយក្រោយពីដោះប្រស្នាជាមួយនឹងធម្មបាលកុមារបានឆ្លើយប្រស្នាទាំង3ខនោះរួចដែលថាពេលព្រឹកសិរីសួស្តីនៅនឹងមុខពេលថ្ងៃសិរីសួស្តីនៅនឹងដើមទ្រូងពេលយប់សិរីសួស្តីនៅនឹងជើងនោះហើយឆ្លើយរួចទៅកបិលមហាព្រំបានកាត់ក្បាលនោះបានពោលឡើងក្នុងអត្ថបទនឹងបញ្ជាក់ថាក្បាលនេះបើបោះទៅលើដីនឹងរាំងភ្លៀងបោះទៅលើព្រៃនឹងឆេះព្រៃដាក់ទៅលើអាកាសនឹងរាំងភ្លៀងដាក់លើដីនឹងឆេះដីអីជាដើមនឹងអញ្ចឹងបានឲ្យទៅនាងតុងសាទេវីដែលជាកូនបងគេយើងទៅតម្កល់ទុកសម្រាប់ដាក់វេនគ្នាមកគោរពបូជាហើយកូនទាំង7នាក់បុរាណអាចារ្យបានបង្ហាញអត្តន័យបញ្ជាក់ថានេះហើយក្បាលកបិលមហាព្រំពុទ្ធសាសនាលោកបានចាត់ទុកថាមេត្តាបិតាយើងនឹងជាព្រះព្រំបើកូនណាលះបង់មេត្តាបិតាចោលកូននោះនឹងរងទុក្ខរងទោសរងលំបាកក្តៅក្រហាយបីដូចជាដាក់ក្បាលកបិលមហាព្រំទៅលើដីឆេះដីដាក់ទៅលើអាកាសរាំងភ្លៀងអញ្ចឹងដែរអញ្ចឹងបានគេមិនឲ្យចោលគេយកទៅទុកតម្កល់បូជាតែនឹងហើយមានន័យថាមេត្តាបិតាយើងជាព្រះមេត្តាបិតាយើងជាព្រំបើកូនណាចោលមេត្តាបិតាខ្លួនឯងហាក់ដូចជាឆេះទឹកឆេះដីរាំងភ្លៀងអញ្ចឹងដែរអញ្ចឹងបានគេដាក់វេនកូនទាំងអស់គ្នាហ្នឹងឲ្យមកថែរក្សាហើយកូនទាំងហ្នឹងគឺតំណាងថ្ងៃទាំង7ព្រោះកូនទាំង7នាក់ដាក់វេនគ្នាចំទាំង7ថ្ងៃនឹងហើយចង់ឲ្យកូនចៅទាំងអស់ដាក់វេនគ្នាបីបាច់ថែរក្សាការពារឪពុកម្ដាយយើងទើបនាំសុខនាំចម្រើនមកដល់យើងទាំងអស់គ្នាម្ដាយឪពុកឲ្យពរឲ្យជ័យសិរីមង្គលដល់កូនចៅនឹងបានសុខបានចម្រើនហូរហែអញ្ចឹងទៅមួយទៀតក្នុងជំនឿសាសនាគេទៅស្រង់ទឹកព្រះនៅឯវត្តប៉ុន្តែមេត្តាបិតាយើងក៏ជាព្រះដែរមុននឹងស្រង់ទឹកព្រះនៅវត្តនាំគ្នាស្រង់ទឹកជូនមេត្តាបិតាដែរប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញមានកម្មវិធីស្រុកខេត្តមួយចំនួនជាពិសេសនៅខាងព្រៃវែងអីបាត់ដំបងអីគឺមានការធ្វើល្អពងស្ពឺអីហ្នឹងខេត្តមួយចំនួនហើយមានដោយកន្លែងដូចជាខ្ញុំកណាអាត្មាធ្លាប់បានទៅចូលរួមគឺភូមិស្រុកមួយចែកជាក្រុម
mà thân chỉ mình lúc phum nâng riêng tối bầm mô cha cha một phum nâng mong quỳ mà cả lại chung kia côn trai một phum nâng đá rây lùi rây cạc kia tinh chỉ là bom đi là bom nung máu thoại cùng chun đo lực phục mà đai chun đo lực phục mà đai hai từ niệm môn và xong mà môn sốt ấy chun quạt bàn đạp rồi hơi chơi quạt năng làng lơ cả ấy lơ cả lại tì tăng đại dương ban riêng trong tục hơi miền tịch miền thông miền piêng miền ấy rụt sạch hơi chân tới nòm khné thui bị thí sao tất chun quạt tầng ọc khné nè là tư và hạt động một phay nè tầm rơi mà crom nâng tư mà đầm bon nâng tư mà sẵn cắt với con một phun nâng tư nè là phun thông chạy chỉ pi crom mấy chân tay con non nè vừa tam bạc nâng rồi tập chun cha cha chỉ lẹ cả nạ ruộng nè sập bài vừa bạc đây cứ sập bài cực kren nè mai ơi cô rùng phượng đi chỉ để khơi con bàn ruộng nè vừa đôi chân này con có sập bài bàn vừa bon bạc đi chụp chung nè để dân bay nè ở mà năm mà lấy áo cả chụp chung nè vừa bon chung nè sập bài miền là nút sao đi caru nơi không sung cung cho mỗi nè chụp nè trắng cứ sập bài men ten vừa bạc đi chỉ cả một bầy thay nè hai tu nè ti chỉ con lọ xăm dương có tự bon tự tiên tự đào lênឬក៏ត្រឡប់ទៅវិញគឺយើងបានជោគជ័យអស់ចិត្តយើងបានមកជួបឪពុកម្ដាយដើរតួនាទីជាកូនល្អបុរាណបានពោលថាកូនដែលល្អគឺកូនណាដែលមានលក្ខណៈ6យ៉ាងទី1កូនណាបានស្ដាប់ពាក្យឪពុកម្ដាយដោយគោរពទី2កូនណាបានចិញ្ចឹមឪពុកម្ដាយពេលដែលគាត់មានវ័យចាស់ជរាទី3កូនណាបានទ្រាំគាត់នៅពេលគាត់ឈឺទី4កូនណាបានតន់ដង្ហើមគាត់ពេលគាត់ស្លាប់ទី5កូនណាបានឃើញភ្លើងធូបភ្លើងផ្សែងទៀនឬក៏គេបូជាគេទៅចោះសពម្ដាយទី6កូនណាដែលនៅតែរលឹកនឹកដល់មេត្តាបិតាដែលស្លាប់ទៅហើយថែរក្សាអធិគុណអធិធាតុមានការធ្វើបុណ្យសន្តានបាំងស្គលទៅកុសលបញ្ជូនទៅជាដើមកូននេះជាកូនល្អអាស្រ័យហេតុដូច្នេះបើមេត្តាបិតាយើងស្លាប់បាត់បង់ជីវិតហើយចូលឆ្នាំខ្ញុំបិណ្ឌនេះកូនចៅគួររកវិធីរកឱកាសដើម្បីបាំងស្គលជូនគាត់ទោះបីជាធ្វើនៅផ្ទះអីធ្វើនៅវត្តក្តីយ៉ាងហើយណាស់ក៏មួយឆ្នាំបានម្ដងពីរដងនឹងដែរកុំឲ្យខាននេះតួនាទីមួយកូនណាកាន់បានដូច្នេះហៅថាកូនល្អហៅថាកូនមានធម៌កតញ្ញូកូននឹងត្រឡប់ទៅវិញទៅរកទទួលទានចេះតែមានចេះតែបានកាលវិគុំសុខចម្រើនគឺបានទទួលពរជ័យពីចូលឆ្នាំថ្មីព្រោះទេវតាឆ្នាំថ្មីមានម៉ែឪយើងនឹងមេត្តាបិតាយើងនឹងក៏ទេវតាកបលមហាព្រំម៉ែឪយើងនឹងក៏ជាប្រព្រំស្រង់ព្រះម៉ែឪយើងនឹងក៏ជាព្រះនឹកដល់គុណគ្រូម៉ែឪយើងនឹងក៏ជាគ្រូដែរបើដូច្នេះមេត្តាបិតានឹងហើយជាព្រះជាព្រំជាគ្រូរបស់យើងដែលយើងគួរគោរពបូជាព្រមទាំងជាទេវតាផងដែរអ្នកណាគោរពបូជាបប្រតិបត្តិប៉ុណ្ណេះទៅត្រឡប់ទៅវិញទៅធ្វើការរកទទួលទានចេះតែសក់ធ្វើដំណើរផ្លូវចិត្តឆ្ងាយក៏មិនមានឧបសគ្គគ្រោះថ្នាក់កលាប់លោកទៅគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះតម្លើងស័កជាមហាស្នេហ៍ប្រកែបំផុតទៅតាមជំនឿដែលជឿក្នុងបែបសាសនាមកថាសូម្បីតែព្រះអិនរៀបចេញដំណើរទៅណាមកណាតែងលើកដៃស្ពះរះពីលើចុះមកក្រោមហើយនាតល័យទេវបុត្រសួរថាមហារាជថ្វាយអង្គមណាថាអ្នកណាដឹងគុណឪពុកដឹងគុណម្ដាយចេះគោរពកោតខ្លាចតកូលរៀមច្បងថ្វាយអង្គមនងស្ពះនងដូច្នេះព្រះអិនជាស្ដេចទេវតាថ្វាយអង្គមហើយរឿងអីទេវតាតូចតាចដែលជាកូនចៅក៏នាំគ្នាគោរពថ្វាយអង្គមដែរអ្នកមានធម៌កតញ្ញូនឹងបានគេថាមហាស្នេហ៍ប្រកែបំផុតប្រខែខ្លាំងណាស់តាក់ដោយមនុស្សតាក់ដោយទេវតាតាមថែរក្សាព្រះពុទ្ធសម្ដែងថាយោមេតរੰបេតរੰវាមកចោលថាមានបោសតិទេវាបេនន្តិកៈឆន្តិមេតាបេតិបរੰនរੰថាអ្នកណាជាអ្នកចិញ្ចឹមមេត្តាបិតាគោរពដោយធម៌កតញ្ញូប៉ុណ្ណឹងបុគ្គលនឹងឯងទៅទីចិត្តទីឆ្ងាយទៅរកទទួលទានស្រុកណាប្រទេសណាក៏សុខកាយសប្បាយចិត្តបានសេចក្តីសុខចម្រើនរហូតគេស្រឡាញ់គេចូលចិត្តអញ្ចឹងទៅនេះហើយអ្នកកម្មតាមទួនាទីជាកូនល្អនេះទី1លក្ខណៈទី1ដែលទូបង្គំខ្ញុំប្រកាសណាចាត់ថាបំពេញតួនាទីជាកូនល្អតាមបែបខ្មែរអ្នកកាន់ពុទ្ធសាសនាលក្ខណៈទី2យើងដើរតួនាទីគឺជាអ្នកកាន់ព្រះពុទ្ធសាសនាតួនាទីជាបរិស័ទ
ba tu ni ti chỉ bồ đề sát nè can và Phậtศาสนาขนมทั้งไงบนระบบศาสนายืงโปรเตตันเอายืงชกสำราต่างออกนี่แตงมันไตรริชกาแตงสลาเรียนแตงกาเงยต่างออกกาชกสำราระบบมันไตรริชกากาชกสำราระบบสลาเรียนกาชกสละระบบกิจการเงยรงจะสหกรีในกรุ๊ปตีกลายต่างออกนุคือสำหรับเอายืมนึงเมียนเปลเมียนเวลีเมียนเอากาตลอดตือฟรกเตกับนาหายบานทั่วบอนซอนเตียนตือวัดตือวาโดยเฉพาะบางยืงตัวนิติจิปุตตบรสัตยังเกิดเมื่อศาสนาเกการตามตุนเนียมเกศาสนายืงก็ยืงการตามตุนเนียมยืงเกชกเกสำราเอายืงบานเอากาตือทั่วบอนปัญยืงอดตือทั่วบอนอันนั้นก็อดกาโดยเฉพาะเฉลียดเปลเฉลียดเวลีเอากาก็เอาเมียนแต่ดาวเล่งแต่ไม่ยางก็เอาเมียนแต่ดาวสบายแต่ไม่ยางคือเอาเมียนตั้งใบดาวเล่งพองทั่วบอลพองจูบจมเมียนดาวใบดาวพองอะไรโจลดอลแหลกขณะทั่วบอลทั่วเตียนชีพิเศษยืงกลัวแต่เฉลียดเปลแต่วอดดำใบเรียบจอมนมัสการปรัตนาไตรสมาเตียนสัลปกินจึงหันบังสโกลจูนเมตดาใบดาจิโดนจิตายืงพองหายอาจเตอโซมนโจรวมพิธีจำรานเปรปรัตหรือก็เมียนพิธีศาสนาโดยจิปูนพนมกษัตริย์โดยจีสรองเปรโดยจีสดับซองเตสนาไอจีดามจังเตอหายซ้ำยังเจนพิโนมาซ้ำยังแต่ดาเลงดาสบายไอเจนเพลงโดยเฉพาะก็เอาคานเรื่องวัดเรื่องวาหนึ่งไงจังพิธีตีปีนี้คือสมาธิสัลพรมเตียงจำเริญแปรปรัตเมนกาถือบนจังบานจิโกนระบบกบาลมหาพรหมคือตำนานทัตเทวดาจังถึงเปิลนั้นได้นอมบริวารมาแซงเกาจักรวาลจอมอฟรองตึกอนาวมหาสระหายเตอก็นอมเนี่ยสมาธิสัลนั่งบันมาเจธาดามใบบานสิกได้สอกดอกล้วนตอละคลุนยืงเมียนสัลทองได้ตอละเมียนบนทองได้ใบยืงอดเมียนบนอดเมียนสัลในหนึ่งคลุนเตเมียนจะตรอบสมบัติแต่ไม่ยั้งยืงหนึ่งอาจสลับเจ้าตรอบสมบัติยืงหนึ่งอาจเมียนอุปสรรคคือถนัดสลับเจ้าเตี้ยเจ้าลานเจ้าโมโตมายืงทางสลับได้สายเลยใจออกใบโฮไปเอาเต้เลยในเมียนใจใบในเมียนโฮตาปันเนี่ยคลาสลับตั้งใบเขมรเจ้าเลยเจ้าใบเจ้าตรอบสมบัติเจ้าเตี้ยมาปีไอมาปีอดเมียนกลนทอนในขนมลูนการสันซอมบอลโดยเฉพาะบ้านขนมพุทธศาสนาลูกหาวทางซอกเขาปนยักษ์สะโอจะยาวนาก็สร้างสันซอมบอลนังหาวชีแฮดนอมอ้อยนังบานสิกระไดซอกเพื่อตำนากับบานซอกเพื่อกากับบานซอกเตอร์นากับบานซอกโดยเฉพาะใบยืงจองรู้จองเรียนเมียนชีวิตไอบานซอกจำรันพอตื่นเต้นเนี่ยได้ตรงกาเปียชีวิตยืงมันแมนเมียนทำแต่ลุยทำแต่ใบทำแต่ลานปันนังที่คือเตอแต่เมียนบอลกดซอลเมียนสิกระไดละอได้ช่วยคุ้มครองกาเปียครูนท้องเติบรุ่นรวมในบานซอกอาศัยแฮดไม่สมัยบองปอนกองข้างในยืงกองเพลชเด็ดเกลชเด็ดเบลียสันซอมบอลขลักหลักพองก็มาเนี่ยสลับเตอในอดบอลสไลด์คราวโดยเชียนเลียงเสนนี้เด็ดสลับเจ้าตรวจเตอหายกาจีแปดบานปรับมาได้ไอ้ก็โยงมีระบบคลุนได้กอบในกรมแกรบุญแซนกับปนาเอาทั่วบอลเอาเลียงพองเบอร์มันทั่วเลียงมันอาจบานเปลตลบมาวิ่งมาได้บานก็มีน้องหอยคุยส่งไว้อันดับโกนถ้าโกนนายโกนจองรัวโกนจองเมียนโกนจองบ้านปันโกนผลิตทาชีวิตระบบโกนรัวเนื้อใส่บอลช่วยพองโกนอัดบานสังคมบอลซอกซึมซ้ำแต่ตรอบแต่ไม่ยานเคยเตะโกนสลับเจ้าตรอบอัดบานใจบ้านมาได้นั่งช่วยบอลในโกนแล้วก็รู้ปีกำนาแปดนี่เรื่องนี้จะการรุมเล็กดักเรื่องการรุมเล็กดอยยืงใบจองบานซอกตามแบบจุดเนื้อศาสนาคือยืงนอมคณีช่วยบอลก็ซอลคลาพองปลุกกระไดสลับยืงเบิร์มันเคยเตะขนมมาชนำการได้ยืงนอมคเนเตอร์สบายคลายจิตตกดาวซาครูธนาจราจอดาวซาปะเปียคเนดาวซาจำลุตัวเต็งคเนเคยทำมนุษย์รองตุดาวกาสลับดาวกาสบายพลิกเกิดปีเรื่องทอปีเรื่องอาปีเรื่องมันเมียนซาลในขนมครูนี่คือทั่วไอ้มนุษย์ยืงบานไปชมบกเป็นนังกาสลับจานให้ใบยืงสังเกตเมื่อไหร่แม่นเต้นกาสลับระบบมนุษย์ต้องอ้อเพียจานผมพอดคือมอปีอดเมียนสังปรำนังไอ้ใบยืงเกี่ยยืมกันสังปรำในไอ้บานคือกัดตัดทอยกาสลับลูกบานจานนะจังเพียจานคือดักสังปรำปอก
ការប្រកាន់ខ្លួនប៉ះពាល់បន្តិចបន្តួចទៅក៏យើងនាំគ្នាខឹងចងគំនុំគុំគួនក្នុងវងរំវងអីទៅនាំគ្នាវាយកាប់ចាក់គ្នាទៅជាបង្កទំនាស់ចំនួនដល់ការស្លាប់អញ្ចឹងទៅការដែលលើកលើនទៅនឹងសម្ភារៈនិយមមានឡានមានម៉ូតូបើកងំទៅលិចងំទៅកើតដោយការសបាយភ្លេចអប់រំចិត្តម៉ាំងប្រើគ្រោះថ្នាក់ស្លាប់ជួនកាលយើងជិះទៅប៉ះពាលគេជួនកាលគេមកប៉ះពាលយើងអញ្ចឹងទៅជួនកាលការសបាយបន្តិចបន្តួចទៅធ្វើឲ្យយើងមានឧបសគ្គគ្រោះថ្នាក់មានវិបដិសារីអស់កាលដល់យូរទៅជួនកាលការលេងល្បែងជ្រុលជ្រោះរហូតទៅដល់មានការចាញ់ឈ្នះគ្នាចងគំនុំគុំគួនខឹងដូច្នេះហើយការប្រព្រឹត្តអំពើទាំងនោះសបាយនឹងคล้ายទៅជាទុក្ខអាស្រ័យហេតុនេះសូមបងប្អូនពុទ្ធបរិស័ទមានការយោគយល់គ្នាដើម្បីកាត់បន្ថយនៅការស្លាប់កាត់បន្ថយនៅសេចក្តីទុក្ខបានជាគេឲ្យយើងនឹងមានបធរជួយទប់ស្កាត់ជាពិសេសឲ្យទៅវត្តទៅបន់ទៅសាលទៅទានខ្លះកុំឲ្យយកវិធីការសបាយឲ្យคล้ายជាទុក្ខសម្រាប់យើងហើយយើងយកវិធីការសបាយនេះឲ្យคล้ายទៅជាមានអនុស្សាវរីយ៍មិនគួរបំភ្លេចបានហើយសបាយនឹងคล้ายទៅជាមានប្រយោជន៍ដល់ខ្លួនដល់ក្រុមគ្រួសារដល់សង្គមជាតិទៀតផងឯណោះទើបអាចមានប្រយោជន៍ច្រើននៃទី3គឺដើរតួនាទីខ្លួនយើងជាអ្នកកាន់ប្រពៃណីទំនៀមទម្លាប់ខ្មែរអញ្ចឹងសូមចែក3ផ្នែកហ្នឹងគឺទី1តួនាទីជាកូនរបស់មនុស្សតួនាទីជាកូនល្អទី2តួនាទីជាបរិស័ទដ៏ល្អឥឡូវទី3តួនាទីជាប្រជាជនដ៏ល្អជាប្រជាជនដ៏ល្អជាមិត្តដ៏ល្អជាមនុស្សល្អសម្រាប់ក្រុមគ្រួសារសម្រាប់បងប្អូនកូនចៅជាពិសេសជាប្រជាជនសម្រាប់ប្រទេសជាតិយើងត្រូវថែរក្សាប្រពៃណីទំនៀមទម្លាប់យើងបុរាណវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរីជាតិថ្កានអញ្ចឹងតលវប្បធម៌យើងរុងរឿងដែរការធ្វើបុណ្យចូលឆ្នាំនេះគឺជាការជ្រោមជ្រែងលើកស្ទួយវប្បធម៌យើងឲ្យរុងរឿងដូច្នេះសូមបងប្អូនពិចារណាឲ្យច្បាស់កម្មវិធីនេះគឺកម្មវិធីលើកស្ទួយវប្បធម៌ប្រពៃណីយើងមិនមែនជន់ផលិតវប្បធម៌ប្រពៃណីយើងទេដូច្នេះនាំគ្នាលើកស្ទួយកុំច្រឡំជន់ផលិតលើកស្ទួយតាមបែបណាខ្លះក្នុងពិធីចូលឆ្នាំនេះគឺយើងបង្ហាញអំពីសម្លៀកបំពាក់តាមបែបប្រពៃណីខ្មែរស្លៀកពាក់ឲ្យសមរម្យដើម្បីលើកតម្កើងពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរយើងឲ្យរុងរឿងរីកចម្រើនតទៅបើយើងស្លៀកពាក់មិនសមរម្យចូលវត្តចូលវាអារាមចូលកន្លែងបុណ្យមិនបង្ហាញអំពីតម្លៃថ្លៃថ្នូររបស់ជនជាតិខ្មែរយើងទេជនជាតិខ្មែរយើងជាមនុស្សចេះថែរក្សាប្រពៃណីមនុស្សស្រីជាមនុស្សចេះខ្មាស់ចេះអៀនចេះមានអរិយាមេរយាទមានប្រពៃណីជាគ្រឿងឃុំក្រងថែរក្សាការពារបើយើងបាត់បង់សេចក្តីខ្មាស់អៀនលែងខ្មាស់លែងអៀនហើយអានឹងមានការសាបសូន្យធ្លាក់ចុះដូច្នេះយើងគួរគប្បីថែរក្សាជាពិសេសបំផុតគឺថាសូមឲ្យស្លៀកពាក់ឲ្យសមរម្យចូលវត្តចូលវាអារាមរក្សានៅការខ្មាស់អៀនរក្សានៅទំនៀមទម្លាប់ដ៏ល្អរបស់ខ្លួននឹងមួយផ្នែកខាងសម្លៀកបំពាក់មួយទៀតផ្នែកខាងល្បែងល្បាំប្រជាប្រិយល្បែងលេងកំសាន្តគឺយើងលេងល្បែងណាដែលនាំឲ្យមានការថែរក្សាប្រពៃណីរបស់យើងល្បែងល្បាំរបស់យើងមានច្រើនណាស់តាំងពីលេងចោលជុំលេងអង្គុញលេងទាញព្រាត់លេងចាប់កូនខ្លែងលេងអីសពបែបយ៉ាងគឺច្រើនប៉ុន្តែយើងជួនកាលមិនថែរក្សាប្រពៃណីយើងទៅយកវប្បធម៌ប្រពៃណីដទៃមកលេងដែលបង្កជាគ្រោះថ្នាក់ឧបមាដូចជាគ្រោះថ្នាក់ពីកន្លងមកការលេងគប់ទឹកការលេងជះទឹកមិនមែនជាវប្បធម៌ប្រពៃណីដ៏ល្អនោះទេជះទឹកបង្កមានគ្រោះថ្នាក់ដល់អ្នកដទៃច្រើនណាស់មានអ្នកខ្លះដប់កូនដើរលេងស្រាប់តែជះទឹកគ្នាកលាច់ម៉ូតូដួលបាក់កកូនស្លាប់អ្នកខ្លះដប់ម្ដាយទៅវត្តដប់ម្ដាយទៅចូលរួមបុណ្យគេពិធីគេកំពុងស្លៀកពាក់ស្អាតឯងទៅជះទឹកជះពោះប្រឡាក់ប្រឡោះគ្នាទៅចូលញញអត់កើតអ្នកខ្លះម្ដាយឈឺផងដប់ទៅស្រាប់តែទៅជះទឹកគ្នាកលាច់ម៉ូតូគ្នាដួលទៅទាញពីមុខពីក្រោយម្ដាយធ្លាក់ទៅលើម៉ូតូបាក់ជាកេះគ្រោះថ្នាក់រហូតដល់រឿងលេងសប្បាយសោះកើតទៅជាគំនុំគុំមានការវាយមានការកាប់ចាក់គ្នាក៏មានទៀតមានអ្នកខ្លះកំពុងទៅជិះម៉ូតូដេញជះទឹកគ្នាកិច្ចទៅជ្រុលចូលក្នុងឡានកាន់ស្លាប់ក៏មានដូច្នេះល្បែងទាំងនោះមិនមែនជាវប្បធម៌ប្រពៃណីហើយគ្មានប្រយោជន៍ហើយ
នាំឲ្យយើងរងនៅទុកទោសវិនិច្ឆ័យដែលយើងគួរតែកុំលេងមួយទៀតលេងលៀបម្សៅប៉ាតម្សៅគ្នាមានការឆ្លោះឆ្លួយច្រើនណាស់ដោយការមិនសមរម្យតាមប្រពៃណីផងហើយមានការចោរកម្មប្រឡំលួចក្បិនលួចខ្សែកនិងបង្កភាពគ្រោះថ្នាក់ក៏កាន់តែច្រើនបាត់បង់ភាពថ្លៃថ្នូរអិរិយាមេរយាទដែលខំស្លៀកពាក់សមរម្យស្អាតទៅចូលរួមបុណ្យទៅចូលរួមពិធីគេស្រាប់តែគេលៀបលន់ពេញមុខពេញសក់ព្រីសព្រូគេចាស់ទឹកប្រឡាក់ប្រឡូសទៅធ្វើឲ្យបាត់ភាពថ្លៃថ្នូររបស់សង្គមជាតិយើងនេះគួរតែឈប់មួយដែរគឺយើងលេងតែល្បែងណាថ្លៃថ្នូរបានហើយការរាំស្ទាក់ផ្លូវបិទផ្លូវការសប្បាយមិនមែនមានតែយើងម្នាក់ទេខ្លះក៏មានពិធីខ្លះជាប់គាត់ជួនម្ដាយឪពុកឈឺពេលចូលឆ្នាំគាត់ជួនបងប្អូនមានទុរៈឈឺស្លាប់អីគ្នាមានការចាំបាច់ត្រូវធ្វើដំណើរលឿនជាបន្ទាន់ឯងទប់ស្កាត់គ្នាស្ទាក់ផ្លូវគ្នាទីបំផុតធ្វើឲ្យមានការកករាំងស្ទះរំខានដល់អ្នកដទៃអារម្មណ៍សប្បាយលែងមានទៅជាគំនុំគុំគួនឆ្លោះទាស់គ្នាដូច្នេះការរាំស្ទាក់ការរាំស្ទាក់ផ្លូវស្កាត់ផ្លូវសំរេងគៀននេះក៏ជាវប្បធម៌មួយមិនល្អគួរដែលយើងឈប់សម្រាកផ្អាកដែរហើយមួយទៀតការដែលធ្វើដំណើរដែលអត់មានសតិស្មារតីគឺថាធម៌ថែរក្សានរណាគោរពធម៌លោកសម្ដែងថាប្រមាទតោមច្ចនោបទាំងបើយើងប្រមាទជាផ្លូវនៃសេចក្តីស្លាប់ប៉ុន្តែបើយើងមិនប្រមាទជាផ្លូវនៃការរស់យើងចង់រស់តើយើងកុំប្រមាទបើយើងប្រមាទយើងនឹងស្លាប់ហើយការប្រមាទនេះថាធ្វើប្រហែលមនុស្សភាគច្រើនបើកបរនៅពេលចូលឆ្នាំនេះដូចជាមានសេចក្តីប្រមាទគឺវេវទៅលេងវេវទៅកោតលឿនហើយពេលដែលកំពុងតែមនុស្សអ៊ូអែច្រើនកកកុញតាមផ្លូវឯងវេវទៅលេចងងទៅកើតយើងឃើញថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់អស់ច្រើនណាស់ពេលដែលមានបនចូលឆ្នាំអញ្ចឹងល្មមយើងគួរតែភ្ញាក់រលឹកយើងបើកបរឲ្យស្រួលឲ្យសមរម្យជាពិសេសទីប្រជុំជនក្នុងវត្តក្នុងវាអារាមហើយការសែបនៅគ្រឿងសបឹងការសែបនៅគ្រឿងញៀនគ្រឿងញ៉ាំធ្វើឲ្យបាត់តម្លៃថ្លៃថ្នូររបស់យើងធ្វើឲ្យយើងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតធ្វើឲ្យយើងคลายទៅជាមនុស្សខូចអនាគតដូច្នេះការសប្បាយការភ្លើតភ្លើនមួយខណៈធ្វើឲ្យយើងបាត់បង់សេចក្តីសង្ឃឹមរបស់មេត្តាបិតាធ្វើឲ្យម៉ែឪលែងបានសប្បាយធ្វើឲ្យក្រុមគ្រួសារបានទទួលទុកធ្វើឲ្យខ្លួនយើងនឹងឯងរងទុក្ខរងលំបាកធ្ងន់ធ្ងរជាងភ្លើងឆេះផ្ទះជាងលិចទុកទៀតភ្លើងឆេះផ្ទះលិចទុកនៅសល់ដីបើយើងខ្សែភពនៅគ្រឿងញៀនគ្រឿងញ៉ាំគ្រឿងសម្បឹងទាំងឡាយធ្វើឲ្យយើងខូចអនាគតខូចខ្លួនរត់ចោលសាលាជីវិតរបស់យើងក៏គ្មានអនាគតបងប្អូនកូនចៅក៏គ្មានទីពឹងទៀតអញ្ចឹងការសប្បាយរបស់យើងមួយផ្លែតមកគណៈចង់ឲ្យគេសរសើរចង់ឲ្យគេកោតមួយផ្លែតទីបំផុតคลายទៅជាទុក្ខលំបាកអស់កាលដ៏យូរអាស្រ័យហេតុនេះដើម្បីការពារខ្លួនថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្លួនសូមឲ្យកូនខ្មែរទាំងអស់មានសតិមានស្មារតីចេះយោគយល់អនុគ្រោះសណ្ដោះគ្នាតាំងពីការបើកបរតាំងពីការប្រព្រឹត្តនៅល្បែងស៊ីសងគ្រឿងញៀនគ្រឿងញ៉ាំគួរតែលះបង់គួរតែថែរក្សាប្រពៃណីដ៏ល្អនាំគ្នាធ្វើល្អជាមួយម៉ែជាមួយឪក្នុងសង្គមជាតិទើបនាំបានសុខបានចម្រើននោះទេវតាឆ្នាំថ្មីនឹងជួយឲ្យពរឲ្យជ័យសិរីមង្គលសុខចម្រើនតរៀងទៅហើយដូច្នេះបុណ្យកុសលដែលកើតឡើងអំពីកម្មវិធីសម្ដែងធម៌ក្នុងបុណ្យចូលឆ្នាំថ្មីនេះសូមថ្វាយដល់សម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចគ្រប់ព្រះអង្គព្រមទាំងមន្ត្រីរាជការគ្រប់ក្រសួងគ្រប់ស្ថាប័នមានប្រមុខរាជរដ្ឋាភិបាលនិងសហការីគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមរួមនឹងបងប្អូនជនរួមឈាមខ្មែរទាំងអស់កាន់កិច្ចការងារប្រកបដោយជោគជ័យមានសេចក្តីសុខចម្រុងចម្រើនដឹកនាំមាគ៌ានាវាកម្ពុជានេះឲ្យបានសេចក្តីសុខចម្រុងចម្រើនថែរក្សាប្រពៃណីថ្លៃថ្នូររបស់ជាតិយើងឲ្យរុងរឿងថថេរជ័យកាលទៅឲ្យសង្គមជាតិយើងមានសុខដុមរមណីយកម្មសាសនារស់នៅប្រកបដោយភាពជោគជ័យតិចតិជុំរៀងដរាបតរៀងទៅសូមការថ្លែងសម្ដែងសំណមុខថាចប់ប៉ុណ្ណេះឯងអេវ៉ាន់